មុននឹងញាត់ធ្វើផ្លូវគោយន្តចូលទៅក្នុងផ្លូវវាយើងត្រូវតកែសិនណាបងប្អូនបាទយើងកែយើងយករសវាបាទឆ្កឹះរសហ្នឹងហើយយកទៅកញ្ចុងកញ្ចក់យើងមកឆ្កឹះរសវាចេញហ្នឹងបងបាទឆ្កឹះរសចេញមកសហ្នឹងស្រួលឆ្កឹះហ្នឹងបងបាទហ្នឹងហើយរួចយើងកាត់ហ្នឹងបងបាទកាត់ប្រហែលមួយថ្នាំងដៃហ្នឹងហ្នឹងហើយកាត់ប្រហែលមួយថ្នាំងដៃដូចខ្ញុំបវលរកន្លែងតំណវាបងប្អូនបាទហ្នឹងហើយបវលរកកន្លែងតំណហើយយើងកាត់អាខាងស្មើបងប្អូនបាទកុំកាត់អាខាងស្រួយហ្នឹងហើយនេះកាត់អាខាងស្មើនេះបងប្អូនបាទហ្នឹងហើយដែលខ្ញុំទាញហ្នឹងបាទខ្ញុំទាញបាទកាត់ប្រហែលមួយថ្នាំងដៃហ្នឹងមកបាទយកកត្រៃបាទបងប្អូនកត្រៃក៏បានឬមួយកបិតក៏បានបងប្អូនបាទហ្នឹងកត្រៃស្រួលកាត់បងប្អូនបាទយើងកាត់មកច្រឹបមកដាច់ប៉ាត់បាទដាច់ហើយក៏យើងយកមកបញ្ចូលរបស់វាវិញបាទបញ្ចូលរសវិញបាទបវលថយក្រោយមកជុំមកឬក៏យើងបវលបញ្ចូលទៅបាទបងប្អូនបវលបញ្ចូល2 3ជុំមកដូចខ្ញុំបវលមកហ្នឹងហើយចូលអញ្ចឹងជាប់បាត់បងប្អូនហ្នឹងហើយជាប់ហើយក៏យើងញាត់បញ្ចូលក្នុងហ្វឺតវិញបងប្អូនបាទហ្នឹងហើយញាត់ចូលពីលើហ្វឺតនឹងវិញបាទអាហ្នឹងគឺរសរឹបហ្វឺតមកបាទរឹបហ្វឺតនឹងកុំឲ្យវាជ្រាបប្រេងបងប្អូនហ្នឹងហើយហ្នឹងគោយន្តនឹងអាស្រាខូចហ្វឺតយើងត្រូវតែកែរសហ្នឹងបងប្អូនហ្នឹងហើយកែរសហ្នឹងបានវាអត់ស្រក់បងប្អូនហ្នឹងហើយជាចុងក្រោយវីដេអូខ្ញុំមានប៉ុណ្ណឹងអរគុណបាយបាយ